សូមលំអរកាយគោរពជំរាបសួរទៅដល់ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ដោយសេចក្តីគោរពចឹងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងដាក់នៅគាថាមួយដែលជាប្រភេទនៃគាថាបើកនៅព្រះនេត្រវត្ថុស័ក្តិសិទ្ធិឬក៏មើលឃើញខ្មោចបានន័យថាបើកនៅផ្នែកទី3ហ្នឹងណាហ្នឹងហើយចឹងសម្រាប់មុនគាថានេះគឺជាគាថាមួយដែលល្អដែរបងប្អូនតែសម្រាប់បងប្អូនដែលមិនមានគ្រូសម្រាប់មុននេះខ្ញុំគិតថាមិនសូវជាត្រូវជាមួយនឹងបងប្អូនប្រហែលនោះទេក៏ប៉ុន្តែខ្ញុំលើកយកមកបង្ហាញនេះគឺគ្រាន់តែចង់ចែករំលែកឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានដឹងបានឃើញក៏ដូចជាបានស្គាល់តែប៉ុណ្្នឹងនោះទេបងប្អូនមិនចាំបាច់យកចិត្តទុកដាក់ជាមួយនឹងគាថានេះខ្លាំងពេកទេណាហ្នឹងហើយហើយអ្វីដែលសំខាន់មួយទៀតបងប្អូនមុននឹងខ្ញុំដាក់នៅគាថានេះដើម្បីបង្ហាញជូនទៅកាន់បងប្អូនសម្រាប់បងប្អូនណាដែលគាត់មានបំណងឬក៏ថាមានចំណាប់អារម្មណ៍ទៅលើមន្តវិជ្ជាការឬក៏ចាប់អារម្មណ៍ទៅលើរបៀបនៃគាថាណានីមួយនោះបងប្អូនគួរតែស្វែងរកគ្រូសម្រាប់ដឹកនាំសិក្សារៀនសូត្រឲ្យបានត្រឹមត្រូវទៅតាមក្បួនតម្រាបងប្អូនមិនគួរចាប់ផ្ដើមដោយការមិនមានគ្រូនោះទេព្រោះថាការសិក្សានៅមន្តវិជ្ជាការដោយមិនមានគ្រូនេះមិនមែនថាមិនបានទេបងប្អូនក៏ប៉ុន្តែគ្រាន់តែថាបើសិនជាយើងរៀនដោយមិនមានគ្រូភាគច្រើនគឺគេថាដែលយើងរៀនចេះហើយហ្នឹងយើងយកទៅប្រើមិនទទួលបានផលនោះទេហ្នឹងហើយចំណុចនេះខ្ញុំអត់បខំឲ្យបងប្អូនជឿទេតែបងប្អូនស្ដាប់ហើយបងប្អូនអាចគិតត្រេះរិះពិចារណាដោយខ្លួនឯងបាននៅក្នុងពេលខ្លះទៀតបងប្អូនរៀនច្រើនខ្លាំងពេកអញ្ចឹងទៅដែលអត់មានគ្រូណាហ្នឹងហើយបានន័យថាគាថានេះក៏រៀនគាថានោះក៏រៀនពេញចិត្តគាថាណាក៏រៀនគាថាហ្នឹងទៅត្រៃវេទផងគាថាស្នេហ៍ផងគាថាផ្សេងទៀតផងរៀនច្បោកច្បល់ចូលគ្នាទាំងអស់ក៏ប៉ុន្តែអត់មានគ្រូទេហ្នឹងហើយឬក៏ថារៀនមួយមេហើយមិនបានផលក៏បដូរទៅរៀនមួយមេទៀតអញ្ចឹងទៅបងប្អូនធ្វើបែបហ្នឹងគឺមិនទទួលបានផលនោះទេទោះបីជាបងប្អូនចេះច្រើនយ៉ាងណាក៏ដោយចេះចាំស្ទាត់យ៉ាងណាក៏ដោយហ្នឹងហើយនៅក្នុងពេលខ្លះមិនទទួលបានផលហើយវាបែរជានាំនៅបញ្ហាមកឲ្យខ្លួនឯងថែមទៅទៀតអញ្ចឹងជំរើសដែលល្អបងប្អូនគួរតែចាប់ផ្ដើមដោយការមានគ្រូរៀនដែលមានគ្រូណាមានគ្រូដឹកនាំអញ្ចឹងទៅយើងឆ្ងល់កន្លែងណាគឺយើងអាចសួរលោកបានហើយយើងនឹងដឹងច្បាស់ពីការចាប់ផ្ដើមនៅការសិក្សានៅមន្តវិជ្ជាការគេហៅថាការសាងគ្រឹះណាហ្នឹងហើយអញ្ចឹងខ្ញុំជឿថាបងប្អូនខ្លះមុនគេថាបើមើលតែមិនតំណងគឺមិនសូវជាត្រូវជាមួយគាត់មិនផ្ដល់ប្រយោជន៍ឲ្យគាត់អញ្ចឹងទៅគឺគាត់អត់រៀនទេជាពិសេសគឺគាថាទៅតែខ្ញុំចង់ជម្រាបបងប្អូនថាគាថាដែលបងប្អូនមើលរំលងដែលគិតថាតូចតាចវាអត់មានផ្ដល់ប្រយោជន៍អីឲ្យបងប្អូនវាអត់សូវមានអត្ថប្រយោជន៍អីដល់បងប្អូនហ្នឹងណាហ្នឹងហើយដែលបងប្អូនតែងតែមើលរំលងហ្នឹងអាហ្នឹងគឺជាការសាងគ្រឹះឲ្យបងប្អូនហ្នឹងហើយគឺជាការសាងគ្រឹះឲ្យបងប្អូនសម្រាប់ទៅរៀននៅមន្តវិជ្ជាការផ្សេងទៀតធ្វើអ្វីក៏ដោយគឺយើងត្រូវធ្វើឲ្យមានគ្រឹះដូចជាផ្ទះជាដើមធម្មតានៃការសាងសង់ផ្ទះនៅពេលដែលគេសាងសង់គេតែងតែមានការបុកគ្រឹះបើសិនជាផ្ទះនឹងអត់បុកគ្រឹះផ្ទះនឹងបានន័យថាវាអត់ធន់វាអត់គង់វង្សយូរអង្វែងទេអញ្ចឹងសម្រាប់ការសិក្សានៅមន្តវិជ្ជាការក៏ដូចគ្នាដែរបងប្អូនត្រូវរៀនឲ្យមានគ្រឹះហ្នឹងហើយបើកាលណាបងប្អូនមានគ្រឹះអញ្ចឹងទៅចាប់ផ្ដើមសិក្សានៅមន្តវិជ្ជាការទៅគឺមិនពិបាកនៅក្នុងការរៀនប្រមាណនោះទេហើយយើងព្យាយាមគ្រប់បដិបត្តិទៅតាមអ្វីដែលលោកគ្រូលោកបានណែនាំលោកបានប្រាប់អញ្ចឹងទៅកុំឲ្យខុសទៅគឺគ្រប់គ្រាន់ហ្នឹងហើយតែបើសិនជាយើងរៀនដែលអត់គ្រូហើយយើងលោតទៅរៀននៅគាថាធំអាហ្នឹងក៏វាអត់កើតដែរបងប្អូនធម្មតានៃការសិក្សារៀនសូត្រនៅមន្តវិជ្ជាការគឺយើងរៀនពីតូចទៅធំមិនមែនរៀនពីធំមកតូចទេខ្ញុំចង់ជម្រាបបងប្អូនថាអញ្ចឹងណាហើយក៏យើងមិនអាច select រៀនទៅតាមចិត្តចង់របស់យើងបានដែរមិនមែនយើងពេញចិត្តគាថានេះយើងរៀនគាថានេះពេញចិត្តគាថានោះក៏រៀនគាថានោះគឺអត់ទេគាថាមានតូចមានធំមានថ្នាក់ទាបថ្នាក់ធំដូចតែមនុស្សយើងអញ្ចឹងហ្នឹងហើយអញ្ចឹងរៀនគឺយើងត្រូវរៀនតាមដំណើរសន្សំបងប្អូនកុំបញ្ញាប់ហ្នឹងហើយកុំបញ្ញាប់យើងរៀនមួយក៏ប៉ុន្តែយើងច្បាស់អញ្ចឹងទៅនៅពេលដែលបងប្អូនចេះនៅគាថាណានីមួយបងប្អូនប្រើទៅគឺទទួលបានផលតែម្ដងតែបើសិនជាយើងបញ្ញាប់ខ្លាំងពេកមើលរំលងនៅគាថាតូចតាចដែលយើងគិតថាវាមិនមានប្រយោជន៍លោតទៅរៀននៅគាថាធំយកតែម្ដងអានឹងខ្ញុំគិតថាបងប្អូនរៀនមិនទទួលបានផលនោះទេអត់បខំឲ្យបងប្អូនជឿទេតែបងប្អូនអាចកត់ចំណាំមើលដោយខ្លួនឯងបានហ្នឹងហើយ
អាចឹងខ្ញុំលើកប៉ុណ្ណឹងទៅចុះសង្ឃឹមថាបងប្អូននឹងយល់អ្វីដែលខ្ញុំលើកនេះគ្រាន់តែជាការសង្ខេបហើយក៏ជាអ្វីដែលខ្ញុំទទួលបានអំពីចាស់ប្រទេសចាក៏ដូចជាលោកគ្រូអ្នកគ្រូដែលខ្ញុំធ្លាប់បានសួរលោកដែរអញ្ចឹងទៅខ្ញុំយកមកនិយាយដើម្បីនឹងជម្រាបចែកជូនទៅកាន់បងប្អូនជាបន្តហ្នឹងហើយអញ្ចឹងកុំឲ្យខាតពេលវែងឆ្ងាយខ្ញុំនឹងធ្វើការសូត្រនៅគាថានេះដើម្បីនឹងជម្រាបចែកជូនទៅកាន់បងប្អូនទាំងអស់គ្នាស្ដាប់តែម្ដងសម្រាប់គាថានេះគឺយើងសូត្រថាសហសនេតោទេវន្តោទេបច្ចខុមវិសោធយិអេកវិតេពុទ្ធាំសង្មិសហសនេតោទេវន្តោទេបច្ចខុមវិសោធយិអេកវិតេពុទ្ធាំសង្មិកន្លែងនេះគឺធៈណាបងប្អូនធយិហ្នឹងហើយដែលអានថាធៈហ្នឹងគឺជាអក្សរធអក្សរធគឺយើងអាននៅក្នុងភាសាបាលីគឺស្មើនឹងធៈនឹងឯងមិនមែនថាទេហ្នឹងហើយគឺធៈអញ្ចឹងយើងអានថាវិសោធយិមិនមែនថាយិទេហ្នឹងហើយអញ្ចឹងសម្រាប់គាថានេះគឺយើងសូត្រចំនួន7ចប់តែហើយដោយអ្វីដែលខ្ញុំបានជម្រាបបងប្អូនពីខាងដើមនៃក្បាលវីដេអូសូមបងប្អូនកុំភ្លេចហ្នឹងសូមបងប្អូនកុំភ្លេចអញ្ចឹងនៅក្នុងពេលខ្លះយើងរៀនទៅមិនទទួលបានផលគឺវាបែបនឹងឯងហើយគេថាមួយវិញទៀតបងប្អូនគួរតែរៀនយកទៅប្រើនៅក្នុងផ្លូវដែលល្អហើយប្រើនៅពេលដែលចាំបាច់ឬក៏គេហៅថាប្រើនៅពេលដែលមានអាសន្នយើងប្រើនៅក្នុងពេលហ្នឹងទៅទទួលបានផលទៅគេថាមាននៅអានុភាពតែបើសិនជាបងប្អូនរៀនចេះហើយបងប្អូនយកទៅប្រើយកទៅលោលេងយកទៅសាកចំណុចកន្លែងហ្នឹងគឺលោកហាមបងប្អូនហ្នឹងហើយគឺលោកហាមបងប្អូនយកទៅសាកដែលគ្រាន់តែចង់ដឹងអំពីអានុភាពនៃគាថាហ្នឹងគឺអត់មានអានុភាពអីទាំងអស់បងប្អូនសូត្របងមិនចេះគឺអត់មានអានុភាពអីទេតែបើសិនជាតល់ខ្លាំងឧទាហរណ៍គេថាអពតខាងសឹកសង្គ្រាមមួយអញ្ចឹងតែហ្នឹងហើយដែលយើងប្រើនៅលើសមរភូមិឧទាហរណ៍តាគេថាការពារក្របឬក៏គេថាផ្សេងទៀតអញ្ចឹងណាបងប្អូនដែលយើងប្រើនៅលើសមរភូមិអញ្ចឹងយើងប្រើទៅនៅក្នុងពេលហ្នឹងគឺគេថាខ្លាំងពូកែនៅក្នុងពេលហ្នឹងខ្ញុំសួរចាស់ក៏ដូចជាលោកគ្រូអ្នកគ្រូ10នាក់គឺលោកថាអញ្ចឹងទាំង10នាក់បងប្អូនអត់មានខុសគ្នាទេហ្នឹងហើយតែបើសិនជាយើងគ្រាន់តែចង់ដឹងអំពីអានុភាពនៃគាថាហ្នឹងយកទៅលោលេងយកទៅសាកអីអញ្ចឹងទៅវាអត់មានប្រយោជន៍អីទេអត់ទទួលបានផលទេមួយវិញទៀតដូចជាប្រភេទនៃគាថាចងឬក៏ថាគាថាដែលគេហៅថាវេកំចែងនៅពពួកអមនុស្សខ្មោចព្រាយបិសាចអីអញ្ចឹងទៅគាថានេះរៀនជាហើយក៏មិនអាចយកទៅសាកបានទេហាមដាច់ខាតតែម្ដងហេតុអីដោយសារតែពពួកអស់ហ្នឹងណាបងប្អូនគេក៏មានល្អមានអាក្រក់ដូចតែមនុស្សយើងដែរមនុស្សយើងបងប្អូនដឹងហើយមានល្អមានអាក្រក់អ្នកខ្លះល្អអ្នកខ្លះអាក្រក់អញ្ចឹងទៅវាមិនអាក្រក់ទាំងអស់ទេពពួកអស់ហ្នឹងក៏ដូចគ្នាដែរមនុស្សខ្មោចព្រាយបិសាចខ្លះណាបងប្អូនគឺគេល្អជាងយើងទៅទៀតល្អយ៉ាងម៉េចគឺគេកាន់គេរក្សានៅសិលបងប្អូនតែមនុស្សយើងខ្លះគឺកាន់អត់បានទេអញ្ចឹងគឺគេល្អជាងយើងអញ្ចឹងគេថាប្រភេទអញ្ចឹងគេមិនចេះតែប្រើទេណាបងប្អូនគេប្រើនៅពេលដែលចាំបាច់នៅពេលដែលតល់ខ្លាំងហ្នឹងហើយអាហ្នឹងទៅគេប្រើនៅក្នុងពេលហ្នឹងទៅគឺវាអត់មានអីខុសទេហ្នឹងហើយមុននឹងយើងប្រើគេថាលើកដៃសូមខមាទោសអញ្ចឹងណាបងប្អូនហ្នឹងហើយព្រោះថាអស់ក្បាច់ហើយអស់ក្បួននេះអត់ដឹងថាគិតវិធីណាទៀតទេអញ្ចឹងមានតែសូមខមាទោសអាហ្នឹងគេប្រើនៅក្នុងពេលហ្នឹងអញ្ចឹងអ្វីដែលខ្ញុំលើកឡើងនេះសង្ឃឹមថាបងប្អូននឹងយល់ហើយវាគ្រាន់តែជាការសង្ខេបខ្លីៗមួយតែប៉ុណ្ណោះនៅមានរឿងជាច្រើនទៀតដែលបងប្អូនមិនទាន់នឹងដឹងក៏ប៉ុន្តែបើសិនជាបងប្អូនរៀនដែលមានគ្រូខ្ញុំជឿថាបងប្អូននឹងដឹងច្រើនជាងនឹងអ្វីដែលសំខាន់ជាងនឹងទៅទៀតចំណេះដឹងរបស់ខ្ញុំក៏នៅមានកម្រិតនោះដែរព្រោះថាការសិក្សារបស់ខ្ញុំនឹងវាមិនជ័យជ្រះនោះទេតែទៅជាមួយនឹងមន្តវិជ្ជាការហ្នឹងហើយក៏ប៉ុន្តែគ្រាន់តែថាខ្ញុំស្រឡាញ់ខាងហ្នឹងខ្ញុំតែងតែចូលចិត្តសិក្សាស្វែងយល់អញ្ចឹងណាបងប្អូនជាពិសេសនៅពេលដែលជួបលោកគ្រូអ្នកគ្រូក៏ដូចជាចាស់ប្រទេសចាស់ដែលលោកចេះដឹងខាងហ្នឹងខ្ញុំតែងតែសួរសំណេះសំណាលជាមួយនឹងលោកអញ្ចឹងទៅហ្នឹងហើយពាក្យខ្មែរយើងមួយលោកថាអត់ខុសទេបងប្អូនបើសិនជាយើងចង់ចេះយើងកុំអៀនមាត់ហ្នឹងហើយយើងកុំអៀនមាត់យើងសួរលោកទៅលោកមិនទៅកំណាញ់អីទេបងប្អូនអ្វីដែលលោកអាចប្រាប់បានគឺលោកនឹងប្រាប់ឯងលោកមិនកំណាញ់ទេហ្នឹង
chẳng bà bần năng tại cho bóng bóng môn năng mình chọcនៅ video មួយនេះខ្ញុំក៏សូមលើកនាំរៀបដៃ10ខន្តីអភ័យអត់ណាទោសទៅដល់ពុកម៉ែបងប្អូនជិតឆ្ងាយទាំងអស់ដែលកំពុងតែមើលនៅ video មួយនេះក្រែងលោតែមានកន្លែងណាដែលខ្ញុំនិយាយទៅមានការលើលូខុសឆ្គងរំលងបែបបទជាដើមនោះក៏សូមពុកម៉ែបងប្អូនទាំងអស់មេត្តាខន្តីអភ័យអត់ណាទោសដល់ខ្ញុំពីចម្ងាយផងអញ្ចឹងដោយពេលចាំមួយលោកបានពោលថាដំរីជើង4តែមានផ្លាករីឯនៅប្រជាស្ទាត់ក៏មានផ្លេចអញ្ចឹងបើសិនជាពុកម៉ែបងប្អូនកលែងមកការរូបខ្ញុំអានេះវិញឃើញថាមិនមែនជាដំរីសាហើយក៏មិនមែនជាអ្នកប្រាជ្ញអ្វីនោះដែរអញ្ចឹងការលើកឡើងនៅក្នុងវីដេអូមួយវាតែងតែមាននៅចំណុចដែលខ្វះខាតវាតែងតែមាននៅចំណុចដែលខុសឆ្គងជាដើមហើយដូច្នោះហើយបើសិនជាមាននៅចំណុចណាដែលខ្វះខាតឬក៏ខុសឆ្គងជាដើមនោះគឺមានតែសូមនៃការអធិស្ឋានអភ័យអត់ណាទោសអំពីពុកម៉ែបងប្អូនទាំងអស់គ្នាពីចម្ងាយនឹងឯងអញ្ចឹងមុននឹងបញ្ចប់នៅវីដេអូមួយនេះខ្ញុំក៏សូមជូនពរជូនជ័យឲ្យពុកម៉ែបងប្អូនជួបនៅពុទ្ធពរទាំងឡាយ5ប្រការដែលមានអាយុវណ្ណៈសុខៈពលៈបដិភេណជាដើមប្រសិនជាពុកម៉ែបងប្អូនមានគោលបំណងបងប្រាថ្នានៅសម្បត្តិណាមួយនោះក៏សូមឲ្យបានសម្រេចដោយសេចក្តីប្រាថ្នាកំបីគ្លៀងគ្លាតឡើយសូមអរគុណនិងសូមគោរពជំរាបលា